តើបងប្អូនទៅមើលពីវិធីចាប់ក្រុមហើយ share ចូលក្រុមទាំងអស់គ្នាបងប្អូនពេលដែលយើងចូល Facebook បងប្អូនពេលដែលយើងចូល Facebook មកហើយយើងត្រូវ search ចូលទៅនេះបងប្អូនយើងចូលមកក្នុងកន្លែងអំពងមូទៅនេះយើងចុចចូលមករួចហើយយើងសរសេរថា MMO ដៃថ្មីយើងត្រូវដូរភាសាសិនបងប្អូន MMO ត្រូវយកអក្សរតួអក្សរមួយនេះណាបងប្អូន MMO គ្រាន់តែយើងសរសេរពាក្យថា MMO វាក៏មានឡើងមកជាក្រុមច្រើនក្រុមមែនទែន MMO ពលករស្រុកថៃ MMO បងប្អូនដៃថ្មី MMO ដៃថ្មីជួយ like follow គ្នាហើយនឹង MMO ជួយគ្នាគឺមានច្រើនមែនទេបងប្អូនយើងចេះតែចុចទៅចុចយកម្ដងមួយទៅបងប្អូនក្នុងមួយក្រុមយើងអាច share បានតែម្ដងទេណាបងប្អូនបើយើង share ច្រើនពេកយើង share ចូលក្រុមច្រើនពេកគេធុញគេអាចនឹង account យើងវាអាចនឹង spam ព្រោះអីយើង share ច្រើនមិនកើតទេណាបងប្អូនក្នុងមួយក្រុមយើង share បានតែម្ដងទេបងប្អូនឧទាហរណ៍យើងវាយក្រុម MMO ដៃថ្មីអញ្ចឹងមកយើងគ្រាន់តែវាយពាក្យថា MM មិនទាន់បានដាក់ O ផងវាក៏ចេញឡើងមកអញ្ចឹងហើយយើងវាយ MMO អញ្ចឹងមកវាមានពាក្យថា MMO បងប្អូនដៃថ្មីយើងក៏ចុចមកបងប្អូនក្រុមរបស់អ្នកពេលដែលយើងចុចមកអញ្ចឹងហើយយើងត្រូវទៅចុចកន្លែងចូលរួមក្រុមបងប្អូនអានេះក្រុមដែលយាយចូលរួមរួចហើយវាមានដាក់ពាក្យថាអញ្ជើញបើយើងចុចអញ្ជើញគឺយើងត្រូវអញ្ជើញទៅមិត្តភ័ក្តិឬមួយក៏អ្នកដែលមានส่วนរួមជាមួយយើងទាំងអស់ហ្នឹងអញ្ជើញឲ្យឃើញក្រុមនឹងទាំងអស់គ្នាបងប្អូននេះគឺមានច្រើនមែនទែនទូរស័ព្ទវា slow បងប្អូនអានេះគឺការចែករំលែក story របស់យើងចូលទៅក្នុងក្រុមបងប្អូនយើងចុចមកមើលទៀតមកក្រុមរបស់អ្នកបានន័យថាខ្ញុំមានរួចហើយក្រុមរបស់នេះក្រុមម៉ូដៃថ្មីនិងក្រុមពលករស្រុកថៃនេះក៏មានដែរយើងត្រូវមកចុចត្រង់នេះមើលបងប្អូនពីវិធីចូលទៅក្នុងក្រុមបងប្អូនពេលដែលយើងចុចមកបែបនេះហើយវានឹងមានសមាជិកក្រុមប្រាប់ថាសមាជិកប្រមាណអ្នកក្នុងក្រុមហ្នឹងគឺមានរាយ10 100 ពាន់ម៉ឺនសែនគឺមាន 160,000 ជាងបងប្អូនគឺច្រើនមែនទែនបងប្អូនទាំងគេទាំងខ្ញុំនៅក្នុងនឹងទាំងអស់គ្នាហ្នឹងតែក្រុមនេះខ្ញុំមិនទាន់បានចូលទេបងប្អូនពេលដែលយើងចុចមកហើយយើងត្រូវចុចកន្លែងពាក្យថាចូលរួមទាំងនេះបងប្អូនយើងចុចមករបស់ខ្ញុំបានចូលរួមរួចរាល់អស់ហើយគឺវាមានមុខមាត់បែបនេះបើយើងឈប់ចូលរួមយើងឈប់តាមដានយើងក៏ដាក់ពាក្យថាឈប់តាមដានក្រុមទាំងនេះទៅគ្រប់គ្រងការជូនដំណឹងចាក់ចេញពីក្រុមគឺចាក់ចេញទាំងនេះណាបងប្អូនតែនេះខ្ញុំចូលក្រុមនេះរួចហើយគឺវាមានពាក្យបែបនេះបើបងប្អូនមិនទាន់បានចូលរួមក្រុមនេះទេវានឹងមានពាក្យថាចូលរួមនៅទាំងនេះណាបងប្អូនក៏ចុចពាក្យថាចូលរួមទៅនឹងទៅហើយយើងក៏ចុចកន្លែងមើលចុចពាក្យត្រង់ក្បែរហ្នឹងគឺមានពាក្យថាមើលបងប្អូនហើយនេះគឺគេshareចូលក្រុមបងប្អូនគឺច្រើនមែនទែនដើម្បីបើកការមើលឃើញបងប្អូនដៃថ្មីត្រូវចូលមកក្នុងក្រុមអញ្ចឹងមករួចហើយយើងក៏មានក្រុមជាច្រើនទៀតបងប្អូននេះក៏មកក្រុមដែរបងប្អូនខ្មែរ MMO ផុសសេរីបើគេដាក់មកផុសសេរីអញ្ចឹងគឺបងប្អូនផុសអាចផុសបាន2វីដេអូទៅ3វីដេអូដែរបងប្អូនហើយពេលដែលយើងឃើញមុខមាត់បែបនេះហើយអក្សរពណ៌ខៀវនេះបងប្អូនយើងត្រូវចុចចូលរួមគេទៅយើងនឹងបានក្រុមនេះទុកយកទៅ share វីដេអូយើងហើយបងប្អូនយើងចុចពាក្យថាចូលរួមអញ្ចឹងមកហើយនឹងមានពាក្យថាមើលតាមក្រោយមកទៀតបងប្អូនយើងក៏ចុចចូលទៅមើលអញ្ចឹងទៅបងប្អូនថាតើក្រុមហ្នឹងវាមានអ្វីខ្លះហើយមានសមាជិកប្រមាណអ្នកយើងចុចបន្ទាប់ហើយក៏បន្ទាប់ទៀតយ៉ាងនេះមកបងប្អូនរួចហើយយើងចុចរំលងយើងនឹងមកដល់កន្លែងមុខក្រុមរបស់គេអានេះយាយចុចចូលរួមមិញវាមានពាក្យថាបានចូលរួមហើយគេមានសមាជិកប្រមាណអ្នកបងប្អូនរាយ10 100 ពាន់ម៉ឺនគឺមាន 50,000 អ្នកជាងបងប្អូនស្មើនឹងអ្នកតាមដានរបស់យើងដែរតោតាមមើលស្វាតបរបស់គេនេះដូចគ្នាពេលដែលយើងឃើញមុខមាត់បែបហ្នឹងហើយយើងអាចអូសទៅខាងបានបងប្អូនយើងចង់ចូលក្រុមណាទៀតយើងក៏ចុចពាក្យថាចូលរួមយ៉ាងនេះទៅរួចហើយមានច្រើនបងប្អូនអូសមកខាងអញ្ចឹងមកបងប្អូនអូសមកเรื่อยៗហើយក៏ចុចចូលរួមត្រង់នេះមានសមាជិក 74K បងប្អូនគឺ 74,000 នាក់ហ្នឹងឯងបងប្អូនក្រុមពូណាក់ដៃថ្មីចេះជួយគ្នាហើយតែឃើញក្រុមតាក់ទងនឹង MMO គឺយើងអាចផុសបានបងប្អូនគេមិន spam pack យើងទេបងប្អូនយើងកុំផុសច្រើនពេកផុសចាប់ពីមួយវីដេអូ2វីដេអូទៅបានហើយកុំដល់ក្នុងមួយក្រុមកុំផុសឲ្យដល់4 5វីដេអូបងប្អូនផុសត្រឹមមួយវីដេអូ2វីដេអូទៅបានហើយបងប្អូននេះរកលុយតាម Facebook សិតតែក្រុមដែលយើងអាចចូលទៅបានហើយយកវីដេអូទៅ share បានបងប្អូនដើម្បីបើកការមើលឃើញច្រើនបងប្អូនហើយយើងក៏មានមិត្តភ័ក្តិហើយអ្នកតាមដាន follow យើងក៏ច្រើនលឿនតាមនឹងដែរបងប្អូនបើយើងមានក្រុមច្រើនហើយឧទាហរណ៍យើងទៅមើលក្រុមយាយវិញនេះក្រុមមួយនេះគឺយាយទឹកតែបានចូលរួមរួចមិញបងប្អូនរួចហើយយើងថយមកហើយវិធីផុស share ចូលក្រុមបងប្អូនមិនបាច់ថាផុសចូលក្រុមទេឧទាហរណ៍ share ចូលក្រុមចាំបងប្អូនយាយថយមកវិញហើយយាយក៏ចុចចូលក្នុង account របស់យាយទៅយាយចុចចូលក្នុង account ហើយរួចហើយយើងអូសទៅលើឧទាហរណ៍យាយផុសយាយ share ឧទាហរណ៍យាយចូលមក share រូបភាពមួយនេះចុះហើយយើងចុចមកកន្លែងចែករំលែកត្រង់នេះណាបងប្អូនពេលដែលយើងផុសហើយយើងចុចចូលមកយើងចង់ share ចូលក្រុមរួចហើយយើងក៏មកមើល
អូសរកពាក្យថាក្រុមគឺក្រុមទាំងនេះណាបងប្អូនយើងក៏ចុចចូលទៅក្រុមរបស់យើងសម្រាប់ក្រុមយាយគឺច្រើនមែនទែនបងប្អូន100ក្រុមជាងបងប្អូនតាំងពីយាយលេងមកគឺយាយចាប់មកបដាតែមិនសូវមានជាមិត្តភ័ក្តិខ្មែរប្រហែលទេchứមិនសូវមានក្រុមខ្មែរប្រហែលទេបងប្អូនច្រើនមានក្រុមថៃព្រោះអីពីមុនមកយាយមានក្រុមយាយនៅប្រទេសថៃគឺក្រុមថៃច្រើនមែនទែនបងប្អូនវាឡើងតែជាអក្សរថៃបងប្អូនតែក៏ផុសបានសេរីដូចគ្នាបងប្អូនតែសម័យនេះយើងខ្មែរមិនអាចចូលទៅចាប់ក្រុមនឹងគេបានទេបងប្អូនបើយើងចូលទៅពេលណាគឺគេ spam page យើងពេលហ្នឹងបងប្អូនដូចនេះតាំងពីយាយបង្កើត MMO ដំបូងក្រុមនេះយាយ share បានសេរីឧទាហរណ៍យើងចូលមក share ក្រុមអញ្ចឹងក្រុមនេះយើងចង់ share ក្រុមនេះអញ្ចឹងយើងក៏ចុចគ្រីសមួយគឺបានមួយក្រុមហើយបងប្អូនបន្ទាប់មកតើយើង share ក្រុមមួយណាមួយទៀតនេះ MMO ដៃថ្មីហាម៉ៃកូនប៉ៅនេះយាយក៏ចុចនេះមួយទៀតគឺ2ក្រុមពេលដែលយើងចុចមួយគឺវាឡើងមួយអញ្ចឹងណាបងប្អូនពេលយើងចុច2គឺឡើង2យើង share ក្នុងវីដេអូមកវីដេអូយើង share ចូល4ក្រុម5ក្រុមក៏បានដែរតែក្នុងមួយក្រុមយើង share បានតែមួយ share បានតែម្ដងទេណាបងប្អូនអញ្ចឹងហើយបានយាយណែនាំឲ្យបងប្អូនចាប់ក្រុមឲ្យបានច្រើនយើង share ក្នុងមួយវីដេអូហ្នឹង share ចូល5ក្រុមឬមួយ6ក្រុមអញ្ចឹងទៅគឺវាអាចបើកការមើលឃើញបានច្រើនបងប្អូនតែដូចយាយប្រាប់អញ្ចឹងនេះឌៀនាំដើរក៏មានមិត្តច្រើនដែរបងប្អូនក្រុមហ្នឹងគឺមានអ្នកតាមដានច្រើនដូចគ្នាបងប្អូនយើងចុចទាំងនេះទៅគឺពេលដែលយើងចុច1វាឡើង1ពេលដែលយើងចុច2ក្រុមវាឡើងក្រុមទី2ក្រុមទី3អញ្ចឹងទៅបងប្អូនពេលដែលយើងបានក្រុមរួចហើយយើងក៏មកចុចបន្ទាប់ត្រង់នេះណាបងប្អូនហើយត្រូវចាប់ឲ្យបានច្រើនដូចយាយចឹងមកបងប្អូននេះគឺក្រុមរបស់យាយ100ក្រុមជាងចូលចិត្ត200ក្រុមហើយដល់បងប្អូនអូនផុតទេតែយាយគ្រាន់តែណែនាំបងប្អូនថាឲ្យធ្វើដូចយាយចឹងមកពេលដែលយើងចុចចូលមកក្រុមវាមានកន្លោនឲ្យយើងពេលដែលយើងចង់ share ក្រុមណាអញ្ចឹងយើងចុចដូចយាយចឹងណាបងប្អូននេះ MMO ដៃថ្មីយើងត្រូវមកចុចនឹងកន្លោន4ជ្រុងត្រង់នេះបងប្អូនចុចឲ្យវាគ្រីសឡើងចឹងមកពេលយើងគ្រើសក្រុមហ្នឹងវាឡើងមក1 2 3 4យើង share 4ក្រុមចឹងរួចហើយយើងក៏មកចុចបន្ទាប់ត្រង់នេះណាបងប្អូនដើម្បី share ចូលទៅនឹងក្រុមតែប៉ុណ្ណេះរួចហើយយើងត្រូវមកចុចត្រង់នេះធម្មតាចូលទៅនឹងក្រុមពេលយើង share ពេលយើងថតគឺវាមាន caption ពីលើណាបងប្អូនតែពេលដែលយើងយកមក share មុននឹង share បង្ហោះចេញទៅក្រៅយើងត្រូវមក share caption ទាំងនេះសិនណាបងប្អូនអានេះគឺដាក់ស្លាកមនុស្សយើងចង់ share ចូលចង់ដាក់ស្លាកទៅនឹងពីណាគេឧទាហរណ៍យើងមានបងប្អូនយើងដែលមិនលេង MMO អ្នកណាម្នាក់ដែលមិនលេង MMO យើងត្រូវទៅ share ឈ្មោះទាំងនេះមកហើយយើងដាក់ស្លាកចូលទៅនឹងគេទៅបងប្អូនតែសម័យឥឡូវនេះគឺយើងដាក់ស្លាកគេមិនបានទេក្រៅពីបងប្អូនខ្លួនឯងដែលមិនលេង MMO ព្រោះអីគេមិនឲ្យយើង take ចូលឬមួយក៏ដាក់ស្លាកចូលទេបងប្អូនគឺដាក់ស្លាកចូលមិនបាននឹងឯងបើសម្រាប់ដៃថ្មីមិនដឹងគេនឹងអាចដាក់ស្លាកចូលរបស់យើងដែរបើសម្រាប់យាយដាក់ម្ដាយរបស់យាយទាំងនេះឧទាហរណ៍យើងដាក់ស្លាកបងប្អូនយើងដែលមិនលេង MMO ណាបងប្អូនបើថាគេលេង MMO ដែរយើងមិនអាចដាក់ស្លាកគេបានទេព្រោះអីម្ចាស់ account របស់គេនឹងមិនឲ្យយើងដាក់ស្លាកគេនោះទេគេនឹងលុប account យើងចេញវាអាច spam ក៏ថាបានដែរបងប្អូនដូច្នេះហើយសម្រាប់អ្នកដែលយើងដាក់ស្លាកបានគឺសម្រាប់តែអ្នកដែលមិនលេង MMO ទេយើងដាក់អញ្ចឹងមកនេះម្ដាយរបស់យាយនឹងឯងគាត់អត់មានលេង MMO ទេអូបន្តទៀតមកនេះក៏ជាប្អូនដែរយើងអាចដាក់ស្លាកបានការដាក់ស្លាកនេះពេលដែលយើងបង្ហោះចេញទៅគឺចូលទៅនៅក្នុង account គេតែម្ដងណាបងប្អូនម្ល៉េះហើយយើងមិនអាចដាក់ស្លាកដេកផ្ដាស់បានទេអានេះក៏ជាប្អូនរបស់យាយដែរព្រោះអីគឺគាត់អត់បានលេង MMO ទេបងប្អូនទើបយាយដាក់ស្លាកនឹងគាត់បានរួចរាល់ហើយយើងក៏ចុចថយមកវិញមកបងប្អូនយើងដាក់ស្លាករួចហើយចុចឈ្មោះទីតាំងតែបើនៅក្នុងប្រទេសគេយាយក៏ដាក់ទីតាំងត្រង់នេះណាបងប្អូនគឺយើងដាក់ទីតាំងត្រង់ណាដែលងាយហើយមនុស្សច្រើនបងប្អូនពេលដែលយើងចុចឈ្មោះទៅវានឹងមានថាទីតាំងត្រង់ណាមនុស្សច្រើនសម្រាប់អ្នក MMO គេប្រាប់យើងតាមហ្នឹងបានតែយើងរីកលឿនបងប្អូននេះអារម្មណ៍សកម្មភាពគឺយើងត្រូវដាក់អារម្មណ៍និងសកម្មភាពរបស់យើងតាមហ្នឹងក៏បានដែរបងប្អូនបើយើងចង់ដាក់ន័យថាយើងទៅលេងមាត់ទន្លេមានអារម្មណ៍សប្បាយចិត្តរីករាយចឹងទៅយើងក៏ដាក់នេះទៅក្តីស្រឡាញ់គួរឲ្យស្រឡាញ់រំភើបចឹងទៅបងប្អូនរីករាយអស្ចារ្យចឹងទៅពេលដែលយើងដាក់មកវានឹងមកនៅទីនេះបងប្អូនរួចហើយយើងទៅសេ caption មកយាយក៏ណែនាំពី caption មួយនេះដែរបងប្អូនថ្ងៃនេះមកមេរៀនគឺបានពី caption បងប្អូនគឺបានពីមុខបងប្អូនយើងទៅសេ caption ថារីករាយថ្ងៃអាទិត្យឬមួយក៏រីករាយថ្ងៃអាទិត្យព្រោះយាយថតតាំងថ្ងៃអាទិត្យទៅបងប្អូនតែមិនទាន់បានផុសទៅយកមកផុសរួចហើយយើងត្រូវចុចដក clear ត្រង់នេះណាបងប្អូនយើងចុចដក clear សិនហើយយើងក៏មកចុចត្រង់នេះដើម្បីឲ្យវាឡើង hashtag បងប្អូននេះគឺជា hashtag ត្រង់ជ្រូកនឹងឯងបងប្អូនរួចហើយយើងមកបដូរអក្សរជាភាសាអង់គ្លេស
ដើម្បីឲ្យឡើងភាសាអង់គ្លេសចេះហើយយើងក៏មកទៅសេ hashtag គឺវីដេអូ reel បងប្អូននិយាយទៅសេភាគច្រើននិយាយទៅសេថា reel ហើយនឹងយើងចុចមកដក clear ទាំងនេះបងប្អូននេះគឺជា hashtag ណាបងប្អូនវិធីដាក់ hashtag គឺបែបហ្នឹងបងប្អូន MMO ដៃថ្មីcaption របស់យើងតែប៉ុណ្ណេះក៏រួចរាល់ដែរបងប្អូនពេលដែលយើងបានប៉ុណ្ណេះរួចរាល់ហើយតែអក្សរខាងមុខនេះយើងត្រូវដាក់ hashtag ដែរណាបងប្អូនបើយើងមិនដក clear ត្រង់នេះទេអក្សររបស់យើងខាងមុខគឺវាមិនចេញពណ៌ខៀវទេបងប្អូនហើយអក្សរខាងក្រោយក៏មិនចេញពណ៌ខៀវដែរដូច្នេះហើយអក្សរក្នុងមួយកន្លោនយើងត្រូវដក clear សិនបានដាក់ hashtag ហើយ re caption ឬមួយក៏ hashtag អក្សរជាអក្សរនឹងឯងយើងធ្វើពីអ្វីអានេះគឺរូបថត reel អានេះគឺMMO ដៃថ្មីលេងដើម្បី reel ដូចគ្នាដែរបងប្អូនពេលយើងសេរួចហើយខាងមុខនេះយើងត្រូវដាក់ hashtag ដែរដើម្បីឲ្យអក្សរយើងឡើងពណ៌ខៀវគេនឹងនាំចេញទៅប្រទេសក្រៅបងប្អូនទៅក្រៅប្រទេសគឺដាក់បែបនេះបងប្អូនដើម្បីឲ្យអក្សរវាខៀវទាំងអស់បែបនេះបងប្អូនរួចហើយយើងក៏បង្ហោះចុចបង្ហោះតែម្ដងទៅបងប្អូនបានដាក់បញ្ចូលសារបង្ហោះតែប៉ុណ្ណេះយើងបង្ហោះបានហើយបងប្អូនពេលដែលយើងបង្ហោះហើយបងប្អូននេះគឺជាក្រុមដែលយើងបង្ហោះហើយមិញបងប្អូនគឺវាចូលទៅក្នុងក្រុមបែបនេះបងប្អូនពេលដែលយើងថយមកយើងនឹងឃើញសារដែលយើងបង្ហោះបំពេញមិញហ្នឹងលោតឡើងនៅតាមក្រុមនីមួយដែលយើងបានដាក់បង្ហោះចូលទៅយាយបង្ហោះ4ក្រុមគឺវាឡើងមក4ក្រុមហ្នឹងឯងបងប្អូនតែប៉ុណ្ណេះការបង្ហោះការ share ចូលក្រុមគឺរួចជាស្រេចហើយបងប្អូនដូច្នេះហើយយើងត្រូវតែមានក្រុមឲ្យបានច្រើនបងប្អូនដើម្បី share ចូលក្រុមបើការមើលឃើញវីដេអូយើងនឹងបាន view ច្រើនហើយគេលះបើកសោឲ្យយើងគឺលះបើកគោលការណ៍ឲ្យយើងនឹងឯងបងប្អូនវីដេអូយាយមានតែប៉ុណ្ណេះឯងសូមអរគុណបងប្អូនដែលតាមដានយាយមករហូតបើគិតថាវីដេអូនេះមានប្រយោជន៍សូមជួយចុច like និង follow ម្នាក់មួយផងបងប្អូន share ម្នាក់មួយផងអរគុណច្រើន